អូខេអញ្ចឹងឥឡូវនេះជូនរឿងព័ត៌មានចិនហើយជាមួយនឹងរុស្ស៊ីម្ដងបើតាមការផ្សាយរបស់កាសែត Washington Post នេះគឺបានឲ្យដឹងថារុស្ស៊ីឥឡូវហ្នឹងបានយល់ព្រមចុះកិច្ចព្រមព្រៀងជួយផ្ដល់សម្ភារៈនិងវឹកវើទាហានទ័ពអាកាសរបស់ចិនពីព្រោះរុស្ស៊ីបកកែណាទ័ពអាកាសណាបាទទាហានទ័ពអាកាសរបស់ចិនហើយដើម្បីបង្ហាញនៅវិធីធ្វើប្រតិបត្តិការយ៉ាងណាដូចថាហក់ចុះពីអាកាសនឹងប្រើដែលរថពីដែកទម្លាក់ពីអាកាសមកក៏មានដែរនេះបើតាមការវិភាគបានឲ្យដឹងធ្វើយ៉ាងណាដើម្បីជំរុញសមត្ថភាពរបស់យោធាចិននៅក្នុងការវាយយកដែនកោះតៃវ៉ាន់នេះបើយោងតាមឯកសារថ្មីដែលទើបតែទទួលបានហើយបង្ហាញអំពីទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរកិច្ចព្រមព្រៀងនេះគឺនឹងអនុញ្ញាតឲ្យទីក្រុងប៉េកាំងទទួលបានការវឹកវើនិងបច្ចេកវិទ្យានៅក្នុងផ្នែកណាដែលរុស្ស៊ីមានសមត្ថភាពខ្លាំងហើយលើសពីយោធាចិនគឺយោធារបស់រុស្ស៊ីមានបទពិសោធន៍ខ្លាំងខាងផ្នែកទ័ពអាកាសបាទទ័ពអាកាសទ័ពឆាត់យងបានថាទ័ពឆាត់យងបាទ Airborne ហ្នឹងគឺមិនទ័ពអាកាសទ័ពឆាត់យងបាទនៅការដែលនៅក្នុងពួកឆាត់យងហើយដែលរុស្ស៊ីមានឧត្តមភាពជាងប្រទេសចិននេះបើយោងតាមអ្នកវិភាគដែលបានឲ្យដឹងហើយទីក្រុងមូស្គូក៏ចាប់ផ្ដើមពឹងទៅលើប្រទេសចិនផងដែរទៅលើសម្ភារៈមួយចំនួនដែលអាចប្រើប្រាស់ដើម្បីយកមកដាក់ប្រើប្រាស់នៅក្នុងយោធារបស់ខ្លួនដោយសារតែទណ្ឌកម្មពីប្រចាំប្រទេសពាក់ព័ន្ធជាមួយនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបាទដូច្នេះកិច្ចព្រមព្រៀងនេះគឺបង្ហាញថាដៃគូរបស់គេនឹងគឺម្នាក់ផ្ដល់សម្ភារៈឲ្យរុស្ស៊ីម្នាក់ទៀតផ្ដល់ជំនាញខាងប្រយុទ្ធនៅលើសមរភូមិទៅដល់ប្រទេសចិនដើម្បីធ្វើយ៉ាងណាឲ្យលោកស៊ីជីនពីងសម្រេចបាននៅមហិច្ឆតារបស់លោកនៅក្នុងការធ្វើទំនើបកម្មយោធារបស់ចិនដែលមានសមត្ថភាពអាចនឹងលើសសហរដ្ឋអាមេរិកទៅទៀតបាទនេះគឺជាសេចក្តីរាយការណ៍របស់កាសែត Washington Post ហើយអត្ថបទនេះវែងគឺគួរឲ្យចាប់អារម្មណ៍ណាស់ចាំខ្ញុំចែករំលែកជាចំណេះដឹងដល់ប្រិយមិត្តមួយទៀតបាទកាលណាយើងដឹងពីរឿងគេអញ្ចឹងមិនមែនថាយើងមើលតែរឿងខ្មែរយើងចេះអស់ទេយើងដឹងពីរឿងគេអញ្ចឹងបានអាចយើងយកមកជាទុនដើម្បីវិភាគស្ថានភាពនៅប្រទេសខ្មែរបានយើងអាចនិយាយបានអញ្ចឹងបើយើងចង់ចូលរួមផ្ដល់យោបល់វិភាគនោះតើយើងអានបានទលាយណាស់មិនអានតែឯកសារខ្មែរទេដើម្បីបានដឹងនេះគឺជាជំនួបរវាងលោក Adam Smith ដែលជាសមាជិកសភារបស់សហរដ្ឋអាមេរិកហើយទទួលបន្ទុកខាងគណៈកម្មាធិការយោធាផងបានដឹកនាំប្រតិភូមួយទៅជួបជាមួយនឹងថ្នាក់ដឹកនាំរបស់កម្ពុជានេះបើយោងតាមការផ្សាយរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាខ្ញុំសូមដកស្រង់អត្ថបទរបស់ស្ថានទូតមកជម្រាបជូនគឺស្ថានទូតបានឲ្យដឹងថានាយករដ្ឋមន្ត្រីកម្ពុជាគឺលោកហ៊ុនម៉ាណែតបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិកដើម្បីពិភាក្សាលើការពង្រឹងភាពជាដៃគូរវាងសហរដ្ឋអាមេរិកនិងកម្ពុជានិងជំរុញអធិភាពរួមក្នុងការរក្សាសន្តិភាពសន្តិសុខនិងការអភិវឌ្ឍសេដ្ឋកិច្ចគណៈប្រតិភូសភាដឹកនាំដោយលោក Adam Smith បានគូបញ្ជាក់ថាសហរដ្ឋអាមេរិកចង់ឃើញការគោរពនៅបទចុបាញ់លើចំនួនព្រំដែននិងប្រែក្លាយទៅជាសន្តិភាពរឹងមាំនិងយូរអង្វែងលោកសមាជិកសភា Smith ក៏បានជួបប្រជុំជាមួយនឹងឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិទាសីហាដើម្បីពិភាក្សាអំពីសន្តិសុខលំហសមុទ្រការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែននិងការធានាឲ្យតំបន់ Indo-Pacific មានសេរីភាពនិងបើកចំហសហរដ្ឋអាមេរិកក៏បានបដិញ្ញាធ្វើការជាមួយកម្ពុជាដើម្បីកសាងនៅតំបន់ Indo-Pacific ដែលមានសុវត្ថិភាពនិងវិបុលភាពបាទហើយព័ត៌មាននេះក៏ត្រូវបានចុះផ្សាយដោយខាងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់កម្ពុជាគឺលោកទាសីហាផងដែរបាទគឺទូនីតិរបស់លោក Adam Smith លោកជាអនុប្រធានគណៈកម្មការសេវាកម្មខាងប្រដាប់អាវុធហើយនៅក្នុងពេលជំនួបនោះគឺក៏មានខាង military attaché បាទទៅជួបជាមួយក្នុងប្រតិភូនឹងផងដែរណាចឹងបាទនេះគឺជាទំនាក់ទំនងមួយកម្រិតទៀតរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសកម្ពុជាក្នុងពេលដែលបាទដល់ពេលដល់ក្នុងពេលដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាបាទហើយនឹងសហរដ្ឋអាមេរិកក៏ខិតខំធ្វើយ៉ាងណាដើម្បីពង្រឹងនៅទំនាក់ទំនងឲ្យបានល្អប្រសើរជាមួយនឹងកម្ពុជាអញ្ចឹងនៅក្នុង Facebook របស់ខ្ញុំបានដាក់តំណ Facebook របស់លោក Adam Smith អញ្ចឹងប្រិមិត្តបានម្នាក់មួយទៀតហើយណាតើ
ពេលមានរឿងអីដូចខ្ញុំបានជម្រាបនៅក្នុងកម្មវិធីម្សិលមិញអញ្ចឹងគឺមានកាយចូលទៅក្នុង Facebook របស់គាត់អរគុណគាត់ឬក៏មានរឿងអីសរសេរទៅឲ្យគាត់បានដឹងផងបាទអញ្ចឹងខ្ញុំចូលក្នុង Facebook ខ្ញុំដាក់ឈ្មោះគាត់ខ្ញុំដាក់ពណ៌ខៀវ highlight ហ្នឹងគឺចុចកន្លែងហ្នឹងទៅ Facebook របស់គាត់ហើយលោក Adam Smith បាទអញ្ចឹងខ្ញុំសួរប្រិមិត្តលេងមកតើពីមុនមានបទភូមិមួយដែលទទួលបន្ទុកខាងផ្នែកខាងពាណិជ្ជកម្មបាទគឺអ្នកស្រី Bet Vandalian បាទសុំបានវ៉ាន់ឌៀនបាទ Bet Vandalian បាទគាត់បាទBet Vandalian បាទច្រឡំឈ្មោះគាត់ Bet Vandalian គាត់បានទៅឥឡូវខាងគណៈកម្មការខាងយោធាតើបន្តទៀតប្រិមិត្តគាត់ថារឿងយ៉ាងម៉េចនឹងមានបទភូមិណាទៀតទេបាទខ្ញុំប្រាប់ឲ្យចម្លើយគឺអាចនឹងមានបទភូមិពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបាទគាត់នៅទីតើពិតយ៉ាងណាចាំមើលតទៀតជាងយើងរៀនមើលស្ថានភាពអញ្ចឹងដើម្បីឲ្យដឹងបាទនេះជាព័ត៌មានទី1ណាពាក់ព័ន្ធជាមួយនឹងក៏ប៉ុន្តែនៅក្នុងហ្នឹងគឺខ្ញុំសូមជម្រាបជូនប្រិមិត្តផងដែរគឺខាងអ្នកនាំពាក្យក្រសួងការពារជាតិរបស់កម្ពុជាគឺអ្នកស្រីម៉ាលីសុជាតាក៏បានបញ្ជាក់ផងដែរថាខាងព្រឹកមិញហ្នឹងគឺខាងក្រសួងក៏បានអញ្ជើញក្រុមសង្កេតការអន្តរការនឹងចុះទៅពិនិត្យទីតាំងជាក់ស្ដែងនៅភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដើម្បីសង្កេតការនិងផ្ទៀងផ្ទាត់ស្ថានភាពនៅទីនោះផងដែរបាទអញ្ចឹងគឺស្ថានភាពគឺมันមានការផ្លាស់ប្ដូរអ្វីទេបាទដែលយប់មិញខាងគេទេមកប្រាប់ខ្ញុំទាំងយប់ហ្នឹងគឺបារម្ភខ្លាចស្ថានភាពនៅភូមិជោគជ័យហ្នឹងគឺព្រោះថៃក៏ដាក់អសានវត្តថ្ងៃទី26ណាឥឡូវហ្នឹងគឺអត់មានអីរឿងអីកើតឡើងទេហើយលោកប៊ុនហៀងចូលថ្ងៃហ្នឹងប៊ុនហៀងអត់តឃើញឈ្មោះប៊ុនហៀងចូលអត់ដែលសួរខ្ញុំហ្នឹងគឺខ្ញុំថាដាក់ទៅនាំអ្នកសង្កេតការទៅចាំកន្លែងហ្នឹងអ្នកកសែតទៅចាំកន្លែងហ្នឹងទៅតែយ៉ាងម៉េចឥឡូវគឺសិភាពការបទូបថយណាបាទអញ្ចឹងតោះតែយើងដឹងតាក់តិចខ្លះអញ្ចឹងបានលួចបោះប្រយោងខ្លះមិនបោះខ្ញុំមិនបោះប្រយោងកាប់គេចេះធ្វើការរបស់គេក៏ខ្ញុំអ្នកអង្គុយទីពីក្រៅនេះទេបាទនេះគឺជាព័ត៌មានទី1ទាក់ទងនឹងកម្ពុជាហើយក៏មានព័ត៌មាននៅក្នុងទី1នោះដែរគឺខាងអ្នកនាំពាក្យក្រសួងការពារជាតិរបស់កម្ពុជាក៏បានឲ្យដឹងថាការប្រជុំរបស់យុទ្ធភូមិភាគ2របស់ថៃរបស់លោកផាត់ឃ្លាំងជាមួយនឹងកម្ពុជាយុទ្ធភូមិភាគ4នោះគឺក៏លើកពេលទៅខែក្រោយណាលើកពេលខែក្រោយដោយសារតែមានការផ្លាស់ប្ដូរអញ្ចឹងដែរបាទឥឡូវនេះព័ត៌មានទី2បាទចូលព័ត៌មានទី2គឺនេះគឺជាសេចក្តីរាយការណ៍ដែលខ្ញុំដកស្រង់ពីកាសែត Cambodia Nest កុំឲ្យថាខ្ញុំមិនដកស្រង់នៅក្នុងកាសែតកម្ពុជាแล้วដកបកដោយសារតែខ្ញុំអត់មានព័ត៌មានអ្វីតាក់ទងនឹងជំនួបហ្នឹងអញ្ចឹងគឺមានតែកាសែតកម្ពុជាគាត់ចុះផ្សាយអញ្ចឹងខ្ញុំយកផ្សាយទៅព្រោះខ្ញុំចង់ដឹងថាតើជំនួបរបស់លោកប្រាក់សុខុនជាមួយនឹងខាងជប៉ុននេះពិភាក្សាពីរឿងអ្វីបើខ្ញុំកាន់តែជាកាសែតខ្ញុំនឹងទៅសួរគេខ្ញុំដឹងតាំងពីថ្ងៃហ្នឹងប៉ុន្តែយើងអត់កាសែតយើងអត់ទៅសួរគេយើងចាំយកកាសែតផ្សាយវិញបាទអញ្ចឹងដូចខ្ញុំនិយាយដដែលគឺមក UNGA ហ្នឹងមិនមែនមានន័យថាទៅថ្លែងសន្និកថាហ្នឹងគាត់បន្តដល់ថ្ងៃថ្លែងប៉ុន្តែមានចំនួនច្រើនអញ្ចឹងខ្ញុំនិយាយដដែលឲ្យប្រិមិត្តឲ្យចាំកន្លែងហ្នឹងឲ្យចេះរៀនសង្កេតចឹងកុំឃើញភ្លាមបាទកុំនិយាយដដែលវាពុំមានអ្នកខឹងកាន់តែខ្លាំងបាទអូខេចឹងឥឡូវនេះគឺព័ត៌មានទី2ណាព័ត៌មានទី2ហ្នឹងគឺការផ្សាយរបស់កាសែត Cambodia Nest ខ្ញុំសូមដកស្រង់ទូទេគឺនៅក្នុងសេចក្តីរាយការណ៍របស់កាសែត Cambodia Nest ហ្នឹងគាត់ថាជប៉ុនគាត់បានសន្យាថានឹងបន្តគ្រប់គ្រងទៅដល់កិច្ចខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យបន្ធូរបន្ថយភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលមានចំនួនគ្នានេះបើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនគឺលោក Iwaya Takeshi ដែលគាត់បានថ្លែងនៅក្នុងអំឡុងពេលជួបជាមួយនឹងសមាភិករបស់គាត់គឺលោកប្រាក់សុខុនដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាបាទគឺជំនួបហ្នឹងគឺជួបកាលពីថ្ងៃម្សិលមិញនៅទីក្រុងញូវយ៉កនៅកិច្ចប្រជុំអមជាមួយនឹងមហាសន្និបាតរបស់អង្គការសហប្រជាជាតិនេះឯងបាទហើយបើយោងតាមក្រសួងការបរទេសរបស់កម្ពុជាគឺបានន័យថាភាគីទាំងពីរហ្នឹងគឺបាទជួបប្រជុំគ្នានេះគឺជាកិច្ចប្រជុំលើកទី3បាទនៅក្នុងការដែលរដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្ដូរទស្សនៈគ្នាអំពីបញ្ហានៅក្នុងតំបន់ហើយនៅពេលនេះគឺលោករដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនហ្នឹងក៏បានសម្ដែងការមួយដែល
សោកស្ដាយផងដែរចំពោះការបាត់បង់ជីវិតពលរដ្ឋកម្ពុជាដោយសារតែការប៉ះទង្គិចនៅតាមព្រំដែនកើតមានឡើងរវាងថៃនិងកម្ពុជានេះឯងបាទហើយរដ្ឋមន្ត្រីទាំងពីរនេះគឺបើតាមលោករដ្ឋមន្ត្រីរបស់ជប៉ុនគាត់បានសម្ដែងក្តីសង្ឃឹមថាប្រទេសទាំងពីរគឺកម្ពុជានិងថៃនៅតែគោរពតាមបទជប់បាញ់គ្នាកិច្ចព្រមព្រៀងជប់បាញ់គ្នាហើយខិតខំធ្វើយ៉ាងណាដើម្បីកាត់បន្ថយចរចាគ្នាកាត់បន្ថយការតានតឹងឲ្យបានកើតមានឡើងដោយលោកអ៊ីវ៉ាយ៉ាបាននិយាយថាជប៉ុននឹងបន្តខិតខំប្រឹងប្រែងយ៉ាងណាដើម្បីជំរុញឲ្យមានការបន្ធូរបន្ថយភាពតានតឹងនៅក្នុងស្ថានភាពនេះហើយជប៉ុនបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននេះគឺបានដឹងថាជប៉ុនគាត់បានចូលរួមផ្ដល់ជំនួយមនុស្សធម៌និងការគ្រប់គ្រងផ្នែកការទូតនឹងច្រើនទៅដល់កិច្ចការអស់ហ្នឹងហើយនៅខែសីហាគឺជប៉ុនបានផ្ដល់ទឹកប្រាក់ចំនួន$1 លានដើម្បីជាជំនួយសង្គ្រោះបន្ទាន់តាមរយៈស្ថានទូតជប៉ុននៅកម្ពុជាហើយក៏បានជួយគ្រប់គ្រងខាងផ្នែកស្បៀងអាហារជំរកថ្នាំពេទ្យទឹកស្អាតហើយនឹងអនាម័យនឹងទៅដល់ពលរដ្ឋភាគសឹករបស់កម្ពុជាផងដែរបាទនេះគឺជាសេចក្តីរាយការណ៍បាទហើយសារព័ត៌មាននេះបានបញ្ចប់ដោយនិយាយថាទន្ទឹមនឹងការពិភាក្សាអំពីបញ្ហាភាពតានតឹងរវាងកម្ពុជានិងថៃចំនួនព្រំដែននេះគឺរដ្ឋមន្ត្រីទាំងពីរនេះក៏បានពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទៅលើផ្នែកសេដ្ឋកិច្ចផងដែរបាទនេះគឺជាព័ត៌មានទី2ដែលខ្ញុំយកមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នានៅមួយទៀតដែលខ្ញុំអត់ទាន់ឮសូរផ្សាយនោះគឺជួបជាមួយនឹងកាកបាទក្រហមអន្តរជាតិនោះតើនិយាយរឿងអីខ្លះណាគឺយើងបានទាយទាំងអស់គ្នាដែលយើងថាបើជានិយាយពីរឿងវិរៈបរោះទាំង18នាក់របស់កម្ពុជានោះប៉ុន្តែមិនទាន់ដឹងទេអញ្ចឹងខ្ញុំរងចាំមើលព័ត៌មាននឹងដែរបើសិនជាបានព័ត៌មាននឹងយ៉ាងម៉េចខ្ញុំនឹងជម្រាបជូនប្រិយមិត្តដែលសង្ឃឹមថាក្រសួងគាត់នឹងបញ្ចេញឲ្យយើងដឹងបាទលើជាឃើញអាទី2មុនហើយបងជួយបង្ហាញពីរបៀបចូលតាមច្រករបៀងតើធ្វើយ៉ាងណាខ្លះឬដឹងអ្វីខ្លះក្នុងការទំនាក់ទំនងការទូតឲ្យកាន់តែមានប្រសិទ្ធខ្ពស់បន្តិចផងបងសំណួរល្អបាទសំណួរល្អចឹងគឺស្តៀងគ្នានឹងចម្លើយទី1ដែរកន្លែងការងារណាក៏ដោយពីអង់គ្លេសគេមានពាក្យ confidence នោះគឺមនុស្សចំណិតមនុស្សដែលគេទុកចិត្តបាទគឺពេលដែលយើងទៅអញ្ចឹងជំនួយការយើងឬក្រុមការងារយើងទៅរៀបចំមុនហើយហ្មងរៀបចំថាចង់ជួបនៅនេះចង់ជួបនៅនោះបាទតើត្រូវធ្វើម៉េចអាចមានបញ្ហាអីមួយអញ្ចឹងខ្ញុំលើកឧទាហរណ៍មួយចុះបាទខ្ញុំលើកឧទាហរណ៍មួយនឹងលោកប៊ុនហៀងមកពុទ្ធិសរឿងចាស់ណាឥឡូវនេះជាបទពិសោធន៍នៃការសិក្សាខ្ញុំលើកឧទាហរណ៍មួយពេលដែលមេខ្ញុំគាត់ទៅមកហើយគាត់មានជំនួបជាមួយនឹងលោកហ៊ុនសែនកាលនោះលោកហ៊ុនសែននៅនាយករដ្ឋមន្ត្រីខ្ញុំនៅ UN គឺជំនួយការគាត់ចេញឈ្មោះមួយទៀតក៏បានដែរលោកអៀងសុផាឡៃគាត់នៅគាត់កាឡៃជំនួយការលោកហ៊ុនសែនជំនាន់ហ្នឹងឥឡូវគាត់ជារដ្ឋមន្ត្រីក្រសួងបរិស្ថានលោកអៀងសុផាឡៃតាក់ទងមកខ្ញុំតែម្ដងបាទតាក់ទងមកកាពិតតាក់ទងមកជំនួយការរបស់ប្រធានខ្ញុំទេតែប្រធានខ្ញុំជំនួយការហ្នឹងគ្នាមិនសូវដឹងអារឿងនយោបាយរឿងអីណាហ្នឹងគាត់មកសួរខ្ញុំឲ្យខ្ញុំជួយបាទខ្ញុំក៏បានមើលទៅពីពួកគាត់ចង់ដឹងថាតើប្រធានខ្ញុំនឹងជាអ្នកណាអីម៉េចបានព័ត៌មានម៉េចដើម្បីឲ្យ brief ទៅឲ្យថ្នាក់ដឹកនាំពីថ្នាក់ដឹកនាំអញ្ចឹងខ្ញុំក៏រៀបចំព័ត៌មាននឹងឲ្យថាទៅអាចនិយាយបានប៉ុណ្ណាម៉េចដើម្បីឲ្យថ្នាក់ដឹកនាំអញ្ចឹងខ្ញុំបរៀនការងារមួយទៀតពីរឿងថ្នាក់ដឹកនាំកម្ពុជាដែលខ្ញុំដឹងបាទគឺថ្នាក់ដឹកនាំកម្ពុជានិយាយជាមេរៀននេះគាត់រៀបជួបជាមួយប្រតិភូបរទេសណាមួយអញ្ចឹងគឺឲ្យក្រុមការងារគាត់នឹងមកសើបមុនមកសួរមុនមកអ្នកនឹងចូលចិត្តអីអ្នកនឹងធ្វើអីអ្នកនឹងប្រវត្តិយ៉ាងម៉េចគាត់អត់មានទៅដល់ជួបជាមួយប្រតិភូបរទេសហ្នឹងមកចាប់ដៃឲ្យសួរអ្នកឯងជាណាដូចរឿងកំ pl ែងនាយករដ្ឋមន្ត្រីជប៉ុនជួបជាមួយនឹង Clinton ហ្នឹងទេបាទនេះគាត់ដឹងទាំងអស់អ្នកនឹងចូលចិត្តអីអ្នកនឹងទៅអីគាត់ដឹងអស់ខ្ញុំដឹងរឿងហ្នឹងតាំងពីយូរប៉ុន្តែក្នុងករណីដែលខ្ញុំលើកជូនឧទាហរណ៍មួយហ្នឹងគឺខាងខុតកាឡៃរបស់នាយករដ្ឋមន្ត្រីហ្នឹងតាក់ទងមកខាងខ្ញុំហ្នឹងតែម្ដងដែលចង់ពេលជួបជាមួយក្មេងខ្ញុំហ្នឹងដើម្បីយកព័ត៌មានហ្នឹងហើយពេលទៅជួបគ្នាទៅគាត់ដឹងរឿងតែម្ដងឧទាហរណ៍លើកឧទាហរណ៍មួយមេមួយដែលនឹងមេមួយផ្សេងមេប្រចាំមេមួយផ្សេងទៀតដែលជា regional director មេមកអាស៊ីប៉ាស៊ីហ្វិកហ្នឹងបាទទៅជួបជាមួយនឹងថ្នាក់ដឹកនាំកម្ពុជាដែរលោកហ៊ុនសែនដែរជំនាន់ហ្នឹងដឹងរឿងល្អសាច់យ៉ាងម៉េចមកវិញពួកយើងនិយាយគ្នាសាច់
រឿងនេះជារឿងសម្ងាត់ឥឡូវនេះវា20ឆ្នាំហើយខ្ញុំនិយាយបានហើយ20ឆ្នាំរឿង20ឆ្នាំកន្លងទៅខ្ញុំអាចនិយាយបានដោយអត់មានប៉ះពាល់គឺមេខ្ញុំហ្នឹងគាត់ចូលចិត្តជក់បរិយ555ទៅជួបនាយករដ្ឋមន្ត្រីកម្ពុជាគាត់ចូលចិត្តពិសាបរិយ555ដូចគ្នានិយាយទៅហើយមេខ្ញុំហ្នឹងទំមមកធ្វើជា UNDP Regional Director ហ្នឹងគាត់ធ្លាប់ធ្វើរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប៉ាគីស្ថានដល់អញ្ចឹងពេលដែលគាត់ជួបគ្នាចាស់ថ្លើមថ្លៃហើយគាត់និយាយដូចមនុស្សស្គាល់គ្នារាប់ឆ្នាំអញ្ចឹងតាំងពីរឿងទទួលទានបរិយឬក៏ពីរឿងការងារហ្នឹងហើយតានោះគាត់មេខាង UN មែនតែគាត់ធ្លាប់ធ្វើការងាររដ្ឋាភិបាលការនិយាយគ្នាហ្នឹងគឺអង់គ្លេសថា cordial គឺថាស្និទ្ធស្នាលគ្នាហ្នឹងដូចមនុស្សស្គាល់គ្នារាប់ឆ្នាំអញ្ចឹងខ្ញុំជូនឧទាហរណ៍ពីរហ្នឹងដើម្បីត្រឡប់មកអ្វីជាចម្លើយរបស់លោកប៊ុនហៀងវិញដែលមុននឹងយើងទៅធ្វើកិច្ចការងារ corridor diplomacy នេះយើងត្រូវដឹងថាអ្នកណាទៅអ្នកនឹងគាត់មាន potential អីយើងចង់បានអីទៅឲ្យក្រុមការងារយើងស៊ើបមុនទៅហើយពេលដែលយើងទៅភ្លាមតែម្ដងបាទនឹងឯងជាតាក់ទិចនៃការងារអញ្ចឹងត្រូវរកមនុស្សដែលអញ្ចឹងហើយបានមនុស្សដែលគៀកអ្នកធំហ្នឹងគឺត្រូវមនុស្សប៉ាកែអ្នកឆ្លាតមែនតើណាបាទបើមីយើងធ្វើការ10ម៉ោងយើងតើធ្វើការ5 10ម៉ោងហើយមកខ្ជិលជាងមេណាបាទខ្ញុំចែករំលែកបានប៉ុណ្ណឹងសង្ឃឹមថាអាចទទួលយកបានណាអាចទទួលយកបាននេះជាព័ត៌មានពិតហើយព័ត៌មានចាស់ហើយព័ត៌មានចាស់ហើយព័ត៌មានដែលខ្ញុំនិយាយរឿងពីមិញពីរឿងតាក់ទង UN ហ្នឹងគឺអត់មានដែលមានអ្នកណានិយាយពីមុនមកទេហើយខាងរដ្ឋាភិបាលក៏លឺសូខ្ញុំនិយាយនេះក៏ដឹងហើយក៏ដឹងតែខ្ញុំនិយាយពីអ្នកណាបាទឧទាហរណ៍ជាក់ស្ដែងមានឈ្មោះទៀតណាបាទធាមនីតើនៅក្នុងកន្លែងធ្វើការងារស្រុកអាមេរិកមានរបៀបការងារ YFCF ទេបងដោយសេចក្តីអនុគ្រោះហាមច្បាប់ហាម favoritism អត់បានទេ favoritism គឺគេប្តឹងបានកូនចៅអាចប្តឹងបានខ្ញុំអានសំណួរទៅប្រិមិត្តធាមនីក៏សួរតើនៅក្នុងកន្លែងការងារស្រុកអាមេរិកមានរបៀបការងារ YFCF ទេបងដោយសេចក្តីអនុគ្រោះសំណួររបស់គាត់ច្បាប់ហាមតែម្ដងបើសិនជាអានេះគេប្រាប់ពាក្យ favoritism នោះគឺអបយកចិត្តណាបើកាលណាគេឃើញអញ្ចឹងគេអាចប្តឹងបានអញ្ចឹងហើយបានជាខ្ញុំធ្លាប់បញ្យល់ប្រិមិត្តមួយចំនួនខ្ញុំថានៅពេលណាដែលយើងខ្លាយទៅជាមេដឹកនាំគឺអ្នកនឹងមានភាពឯកោកាន់តែច្រើនកាន់តែខ្ពស់កាន់តែឯកោដោយសារក្បួនគេបរៀននៅអាមេរិកនេះគឺអញ្ចឹងពួកម៉ាក់ជាមួយគ្នាដើរជាមួយគ្នាផឹកកាហ្វេផឹកអីជាមួយគ្នាតែគាត់ទៅឡើងមេភ្លាមអ្នកនៅខ្មែរគាត់ឆ្ងល់ចំអានេះកាលលើកមុនដើរជាមួយឯងដូចយើងស្និទ្ធស្នាលឡប់មកធ្វើមេឬវាយរឹកវាយអីហ្មងភ្លាមគឺគេបរៀនឲ្យទៅធ្វើអញ្ចឹងហ្មងបាទគេបរៀនឲ្យទៅធ្វើអញ្ចឹងមានក្បួនមកអត់មែនជារឿងមួយដែលយើងចង់ធ្វើគឺក្បួនត្រូវធ្វើអញ្ចឹងហ្មងប្រាប់ច្បាស់ហ្មងបាទខ្ញុំរៀនគឺប្រាប់ច្បាស់គឺពេលដែលអ្នកឯងឡើងធ្វើជាមេហើយអ្នកឯងមិនមែនជាពួកម៉ាក់ជាមួយ employee របស់អ្នកឯងទៀតទេបើកាលណាអ្នកឯងធ្វើចរិតដូចមុន favoritism គេអាចប្តឹងអ្នកឯងបានទីពិសេសអ្នកឯងធ្លាប់ពួកម៉ាក់ចិត្តស្និទ្ធជាមួយគ្នាអ្នកឯងនៅតែធ្វើចរិតអញ្ចឹងកូនចៅផ្សេងនេះគេថាគាត់អត់ fair ជាមួយខ្ញុំអត់យុត្តិធម៌ជាមួយខ្ញុំទេអញ្ចឹងយើងត្រូវតែប្រកាន់ចរិតនឹងតែម្ដងទៅ distance ខ្លួនយើងហ្មងពីអ្នកដែលធ្លាប់មិត្តបើយើងទៅទាំងអស់គ្នាឃើញតែខ្ញុំបង្ហាញរូបណាពេលខ្លះទៅផឹកកាហ្វេជុំគ្នាទាំងអស់អ្នកណាចូល profile នោះគេផឹកកាហ្វេជុំគ្នាទាំងអស់គ្នាយ៉ាងហ្មងបាទគាត់ថាអ្នកណាដែលខ្ញុំនិយាយប្រាប់ពីថាចំណុចខ្ញុំនឹងដោយសារគាត់តែងតែជួយគេខ្ញុំសួរយោបល់គាត់ច្រើនគឺមិនខ្ញុំឲ្យផលប្រយោជន៍គាត់ច្រើនប្រើគាត់ច្រើនជាងគេណាបាទអញ្ចឹងលោកធាមនីបាទគឺគេហាមណាគេហាមហើយកូនចៅអាចប្តឹងយើងបានបើសិនជាគេមានផុសតាងតែអញ្ចឹងបាននេះគឺក្បួននៅអាមេរិកតែម្ដងអញ្ចឹងថ្ងៃក្រោយខ្ញុំមិនដឹងក្បួននៅស្រុកខ្មែរមិនទេបើឃើញពួកម៉ាក់យើងធ្លាប់ស្និទ្ធស្នាលមួយយើងថ្ងៃក្រោយគាត់ឡើងធ្វើមេយើងគាត់ប្រកាន់រឹកប្រហែលជាដោយសាររឿងហ្នឹងបាទគឺគេបរៀនថាកុំឲ្យនៅធ្វើអញ្ចឹងទៀតហ្មងបាទអស់ហើយលោកប៊ុនហៀងមាន2សំណួរប៉ុន្តែសំណួរទី1នៅណាអូសំណួរទី1នេះប៊ុនហៀងក៏សួរថាតាមជាក់ស្ដែងថៃដឹងថាមានច្បាប់អន្តរជាតិសន្ធិសញ្ញាដែលបង្កទុកលំបាកដល់ថៃមួយផ្នែកតែថៃនៅតែបន្តធ្វើមិនញញើតតាមការសង្កេតរបស់បងតើថៃមានចេតនាអ្វីឲ្យប្រកបតើវាលើសពីព្រំដែនដល់បញ្ហាជាតិសាសន៍ដែរឬទេបាទចម្លើយគឺមាននៅក្នុងរឿងរបស់លោកស្រីឆៃជាការហ្នឹងហើយណាគឺគាត់ដឹង
គឺគាត់ដឹងថាទៅអន្តរជាតិចាញ់ខ្មែរអញ្ចឹងទៅបាទអញ្ចឹងហើយគាត់បកកែកមិនទៅបកកែកមិនអីហ្នឹងហើយអញ្ចឹងចម្លែកនៅក្នុងរឿងដែលខ្ញុំជូនពីរូបឆាយាកាហ្នឹងណាចឹងដូចគ្នាបាទអញ្ចឹងអរគុណប្រិយមិត្តច្រើនថ្ងៃនេះបានចែករំលែកចំណេះដឹងច្រើនសង្ឃឹមថាប្រិយមិត្តអាចទទួលបានហើយកុំទុកតែក្នុងខ្លួនជួយចែករំលែកទៅឲ្យជួយចែករំលែកទៅឲ្យអ្នកដទៃផងណាកុំទុកក្នុងខ្លួនឲ្យសោះគឺយើងចែករំលែកបន្តទោះបីជាប្អូនយើងពុតភ័ក្រយើងអីក៏ដោយចែករំលែកចំណេះដឹងបន្តទៀតហើយដូចខ្ញុំបាននិយាយចឹងអ្វីដែលខ្ញុំចែករំលែកនេះគឺផ្អែកទៅលើបទពិសោធន៍ការងារពិតឯកសារដែលខ្ញុំរៀនពិតគឺខ្ញុំអត់មានបង្កើតឡើងដើម្បីនិយាយឲ្យស្ដាប់មើលទៅតែខ្លួនឯងអស្ចារ្យខ្លួនឯងព្រោះទេដូចជាខ្ញុំជូនឧទាហរណ៍មិញពីហ្នឹងប៉ះពាល់ដល់ថ្នាក់ដឹកនាំកម្ពុជាហ្នឹងក៏សង្ឃឹមថាគាត់មិនប្រកាន់ទេពីព្រោះរឿងហ្នឹងកន្លងទៅផុតទៅហើយរឿងវាអត់មានជារឿង negative របស់អ្នកណាទេរឿង positive ដែរអញ្ចឹងណាបាទអញ្ចឹងសូមអរគុណប្រិយមិត្តច្រើនបាទសូមជម្រាបលា